tôi bay vào quân hai của quân tiếp theo nắn con của má con lần nữaประปนរបស់គាត់បានជិះម៉ូតូ Honda Click គ្រឿងបានដាក់កាសកំពុងតែនិយាយទូរស័ព្ទជាមួយប្តីថាប្រពន្ធចិត្តដល់ផ្ទះហើយប៉ុន្តែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបុកជាមួយនឹងរថយន្តមិនចាំម៉ាកមួយគ្រឿងបណ្ដាលឲ្យរីដែលជាប្រពន្ធគឺត្រូវបានស្លាប់បាត់បង់ជីវិតលៀមនៅត្រង់ចំណុចកាត់ហេតុពេលប្តីឮសំឡេងលាន់នៅក្នុងទូរស័ព្ទកំពុងតែខចូលនោះប្តីក៏បានជិះម៉ូតូសម្ដៅមករកទីតាំងប្រពន្ធដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមកដល់ចំណុចកាត់ហេតុក៏បានឃើញប្រពន្ធគាត់ដេកដួលជាប់ឈាមបាត់ហើយតាមនឹងលឺលេងក៏មកពីនោះមកក៏ឡានដូចខ្ញុំលឺគាត់ឈប់ចោតមកទៅច្បាស់ហើយដឹងតែឡានកូរ៉េបាទនិយាយរួមទៅខេត្តកាននៅក្នុងបាទប្រាយទៅមិនចេញមកចេញមកគឺគាត់ដួលនឹងហើយពេលនេះឡានបើកចេញទៅវាហ្មងបាទខ្ញុំអត់បានមិនឃើញឡានដល់ទៀតដែលបកគោលឲ្យជំនាញគេធ្វើការបាទសពបកគោលឲ្យក្រុមគ្រួសារគេសពបកគោលឲ្យក្រុមគ្រួសារគេហើយយ៉ាងនេះចាំគេស្រ័យជួយតទៀតចឹងណាកាមេរ៉ាឆៃកាមេរ៉ាសូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាព TVSB ខណៈពេលនេះខ្ញុំបាទ Mr. K កំពុងតែមានវត្តមាននៅត្រង់ចំណុចផ្លូវជាតិលេខ4ក្បែរនឹងសៅដឹមដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅវេលាម៉ោងប្រមាណជាង3យប់នេះត្រូវនឹងថ្ងៃទី31ខែកក្កដាឆ្នាំ2024ដោយយើងទទួលបានប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីក្រុមគ្រួសារសាច់ញាតិរបស់នារីរងគ្រោះបានផ្ដល់ដោយមុននេះបន្តិចប្រពន្ធរបស់គាត់បានជិះម៉ូតូ Honda Click មួយគ្រឿងបានដាក់កាសកំពុងតែនិយាយទូរស័ព្ទជាមួយប្តីបាទថាប្រពន្ធចិត្តដល់ផ្ទះហើយប៉ុន្តែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបុកជាមួយនឹងរថយន្តដោយមិនចាំម៉ាកមួយគ្រឿងបណ្ដាលឲ្យរីដែលជាប្រពន្ធគឺត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមនៅត្រង់ចំណុចកាត់ហេតុហើយពេលប្តីឮសំឡេងទូរស័ព្ទលាន់នៅក្នុងទូរស័ព្ទកំពុងតែខចូលនោះប្តីក៏បានជិះម៉ូតូសម្ដៅមករកទីតាំងប្រពន្ធដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមកដល់ចំណុចកាត់ហេតុក៏បានឃើញប្រពន្ធគាត់ដេកដួលនឹងធ្លុកឈាមបាត់ហើយយើងក៏សូមចូលរួមរំលែកទុកជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ4ក្បែរនឹងផ្សារអូដឹមដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនេះបើតាមប្រភពព័ត៌មានដែលយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋថាមានរថយន្តមួយគ្រឿងបានបើកតាមបណ្ដោយផ្លូវជាតិលេខ4ហើយម៉ូតូ Honda Click មួយគ្រឿងនេះដែលបើកបរដោយនារីខាងលើគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ4ដូចគ្នាក្នុងទិសដៅរបស់គាត់ពីកើតមកលិចមកដល់ចំណុចកាត់ហេតុក៏បានបុកពេញមួយទំហឹងធ្វើឲ្យនារីខាងលើនោះគឺត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមនៅត្រង់ចំណុចកាត់ហេតុឥឡូវនេះយើងសូមទៅមើលនៅទស្សនវិជ្ជានៅទីតាំងចំណុចម៉ូតូបាទគឺមើលទស្សនវិជ្ជាគឺស្រន់ខាងមុខបាទយ៉ាងពេញមួយទំហឹងបាទស្ទើរតែមិនដឹងថាជាម៉ូតូមកអីណាប្រិយជនហើយនេះបើតាមប្រភពព័ត៌មានដែលយើងទទួលបានពីប្តីរបស់គាត់គឺគាត់ប្រាប់ថាគាត់កំពុងតែតេជាមួយនឹងប្រពន្ធគាត់ប៉ុន្តែប្រពន្ធគាត់បានជិះទៅទិញនំបញ្ចុកបាទប៉ុន្តែអកុសលក៏ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទៅលើប្រពន្ធគាត់បណ្ដាលឲ្យប្រពន្ធគាត់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមនៅត្រង់ចំណុចកាត់ហេតុទីទៀតយើងនឹងសាកសួរទៅបងប្អូនប្រជាពលរដ្ឋអ្នកដែលឃើញហេតុការណ៍មួយបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ4នេះបងសុំសួរមួយម៉ាត់មកបងដំបងដើមហេតុយ៉ាងម៉េចបងឃើញម៉ូតូនារីខាងលើគាត់មកពីណាអីទៅណាដែរបងបើតាមខ្ញុំឮសំឡេងគាត់មកពីនោះមកបងនោះចុះឡានដូចខ្ញុំឮគាត់ឈប់ចតឡានគាត់ធំហ្នឹងហើយជាខ្ញុំអត់សូវច្បាស់ដែរបងដឹងតែឡានកូរ៉េបាទដឹងប៉ុណ្ណឹងហើយមកយ៉ាងម៉េចទៀតបងមកយ៉ាងម៉េចទៀតនិយាយរួមទៅហេតុការណ៍ខ្ញុំនៅខាងក្នុងខ្ញុំអត់សូវដឹងដែរបាទដល់ពេលគាត់លើប្រាវហ្នឹងទៅបាទខ្ញុំចេញមកហ្នឹងដល់ចេញមកឃើញគាត់ដួលនឹងហើយហើយពេលឡានបើកទៅចេញទៅភ្លាមហ្មងបាទខ្ញុំអត់បាននឹងឃើញឡានផងអូបាទអរគុណបងអរគុណបាទប្រិមិត្តនេះបើតាមប្រភពព័ត៌មានយើងទទួលបានណាហើយយើងទៅមើលទស្សនវិជ្ជានៅទីតាំងចំណុចកាត់ហេតុដោយម៉ូតូម៉ាក Click បាទ Honda Click ដែលជាស្ត្រីខាងលើដែលគាត់បានបើកណាបាទនេះបាទគឺម៉ូតូ Honda Click ដែលពាក់ស្លាកលេខកណ្ដាល 1AE 67 និង 42 បាទ 1AE 67 និង 42 នេះមកតាមប្រភពព័ត៌មានដែលយើងទទួលបានបាទគឺបុកជាមួយនឹងរថយន្តប្រភេទធុនធំមួយគ្រឿងដោយមិនចាំម៉ាកទេបាទដែលប្រជាពលរដ្ឋឮសូរថាឡានកូរ៉េនេះមកតាមប្រភពព័ត៌មានដែលយើងទទួលបានហើយឥឡូវនេះប្តីរបស់គាត់បានទទួលយកដំណឹងនេះភ្លាមក្រោយពីឮសំឡេងប្រពន្ធបានជួបគ្រោះថ្នាក់ចរាចរណ៍តាមទូរស័ព្ទដៃកំពុងតែនិយាយគ្នាបាទនៅត្រង់ចំណុចខាងលើនេះឥឡូវនេះយើងឃើញមានវត្តមានរបស់សមាជិកមូលដ្ឋានបានមកដល់ទីតាំងចំណុចកាត់ហេតុហើយទីជិតយើងសាកសួរទៅខាងសមាជិកបន្តទៀតសួរអ្នកលក់ដូរថាគាត់បានដឹងឮថាបុកតកូនឡានប៉ុណ្ណឹងឡានទៅបាត់ទៅឥឡូវជាបន្តទៀតបងនឹងត្រូវធ្វើយ៉ាងម៉េចបាទជាបន្តទៀតត
តទៀតនេះដែលបកគលឲ្យជំនាញ ឲ្យជំនាញគេធ្វើការបន្តសពបកគលឲ្យក្រុមគ្រួសារគេឬក៏មិន សពបកគលឲ្យគ្រប់គ្រួសារគេ បាទបងបាទ ហើយអានេះតាមគេស្រាវជ្រាវបន្តទៀតអញ្ចឹងណាមានកាមេរ៉ាឆែកកាមេរ៉ាអញ្ចឹងណា បាទបងបាទអរគុណបងអរគុណអរគុណបងអរគុណ ដៃថតមែន ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 4 ខាងលើនេះដោយយើងទទួលបានប្រភពព័ត៌មានពីបងសមត្ថកិច្ចដែលគាត់បានបញ្ជាក់ថាមានស្ត្រីម្នាក់បើកម៉ូតូមកคลิกមកគ្រឿងក៏បានបុកគូតរថយន្តប្រភេទកូរ៉េដោយមិនចាំស្លាកលេខក៏បានស្លាប់បាត់បង់ជីវិតភ្លាមខាងលើនោះហើយរថយន្តក៏បានរត់គេចពីកន្លែងកាត់ហេតុបាត់ស្រមោលបន្សល់តែជនរងគ្រោះដែលនៅទីតាំងចំណុចកាត់ហេតុនេះបើតាមប្រភពព័ត៌មានដែលយើងទទួលបានហើយឥឡូវនេះក្រុមគ្រួសារគាត់ប្តីគាត់បានមកទទួលដំណឹងដល់ក្រៀមក្រំមួយបានកើតឡើងដោយគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ប្រពន្ធគាត់បាទគឺឥឡូវនេះប្រពន្ធគាត់គឺត្រូវបានស្លាប់បាត់បង់ជីវិតហើយនេះបើតាមប្រភពព័ត៌មានដែលយើងទទួលបានពីសមត្ថកិច្ចមុននេះបន្តិចឥឡូវនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឆែករកកាមេរ៉ាសុវត្ថិភាពដើម្បីធ្វើការស្រាវជ្រាវរករថយន្តដើម្បីយកមកធ្វើការតាមនីតិវិធីច្បាប់ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោកដើម្បីរងចាំការស្រាវជ្រាវពីសមត្ថកិច្ចនិងកាមេរ៉ាសុវត្ថិភាពបាទដើម្បីតាមរករថយន្តមកធ្វើតាមនីតិវិធីច្បាប់ហើយជុំវិញចាក់សពគឺត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតអរគុណណាស់ប្រិយមិត្តជននេះគ្រាន់តែជាដំណឹងនិងគ្រាន់តែជាព័ត៌មានធម្មដែលយើងទទួលបានហើយយ៉ាងណាមិញយើងស្កាប់ទៀតទៅលើគេហទំព័រនិង website IC TVSB សូមអរគុណនិងសូមគោរពលា